ថ្ងៃទី1នៃការបង្កើនថាមពលវិជ្ជមានដោយខ្លួនឯងគឺយើងត្រូវជឿជាក់ទៅលើខ្លួនឯងអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកនៅសារដ៏សំខាន់មួយអំពីការជឿជាក់លើខ្លួនឯងក្នុងជីវិតយើងអាចជួបការលំបាកការបរាជ័យនិងពាក្យរិះគន់ពីអ្នកដទៃប៉ុន្តែរឿងដែលសំខាន់បំផុតគឺយើងកុំបោះបង់ជំនឿលើខ្លួនឯងគ្មាននរណាម្នាក់កើតមកពូកែគ្រប់យ៉ាងនោះឡើយអញ្ចឹងហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលមិនបោះបង់ទោះបីជាដើរយឺតបន្តិចក៏ដោយបើថ្ងៃនេះយើងអាចធ្វើបានតែមួយជំហាននោះក៏វាបង្ហាញថាវាជាការរីកចម្រើនរបស់យើងទៅហើយកុំមើលងាយអាជំហានតូចៗដែលយើងដើរហ្នឹងព្រោះជំហានតូចៗទាំងអស់ហ្នឹងវានឹងនាំយើងទៅដល់គោលដៅធំដូចគ្នាហើយថ្ងៃនឹងដែរគឺចូលប្រាប់ខ្លួនឯងថាខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំអាចរៀនបានហើយខ្ញុំអាចរីកចម្រើនបានដូចគ្នាហើយខ្ញុំនឹងមិនបោះបង់ឡើយត្រូវចងចាំថាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងទើបអាចផ្លាស់ប្ដូរនៅជីវិតរបស់ខ្លួនឯងបានដូចគ្នា